ពីពេលថ្មីៗនេះឧស្សាហកម្មការពារជាតិរបស់ប្រទេសវៀតណាមបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួននៃ Missile Cruise ប្រភេទ VCM-01 នេះគឺជាជំហានលោតផ្លោះដ៏ធំមួយក្នុងការឈានទៅម្ចាស់ការលើការផលិតអាវុធយុទ្ធសាស្ត្រដោយខ្លួនឯងយើងនឹងមករៀបរាប់អំពីសមត្ថភាពរ៉ាដាចម្ងាយបាញ់និងបច្ចេកវិទ្យាហោះហើរប្រកាសផ្ទៃទឹកដែលធ្វើឲ្យ Missile នេះក្លាយជាខែលការពារឆ្នេរដ៏រឹងមាំបំផុតតើអាវុធមួយនេះមានបច្ចេកវិទ្យាអ្វីខ្លះហើយហេតុអ្វីបានជាវាត្រូវបានគេប្រសិទ្ធនាមថាជាឃាតករលើផ្ទៃទឹកយើងនឹងទៅស្វែងយល់ទាំងអស់គ្នាMissile VCM-01 ឬជួនកាលគេហៅក្នុងគម្រោងថា VCM-06 របស់វៀតណាមដែលត្រូវបានអភិវឌ្ឍផ្អែកលើមូលដ្ឋាននៃ Missile KH-35 របស់រុស្ស៊ីដែលមានលក្ខណៈសម្គាល់ដូចជាវាមានរាងជាស៊ីឡាំងវែងនិងរលីងដែលរចនាឡើងតាមលក្ខណៈអាកាសចរសាស្ត្រដើម្បីកាត់បន្ថយកម្លាំងខ្យល់ផ្នែកក្បាលមានរាងមូលទ្រវែងដែលជាកន្លែងផ្ទុកឧបករណ៍រ៉ាដាស្វែងរកគោលដៅនៅផ្នែកកណ្ដាលនៃតួ Missile មានស្លាបធំៗចំនួន4រៀបជាជួររាងអក្សរ Xស្លាបទៅនេះអាចបត់បាននៅពេលវានៅក្នុងបំពង់បង្ហោះហើយនឹងលាតចេញភ្លាមបន្ទាប់ពីបាញ់ចេញនៅផ្នែកខាងក្រោយបំផុតមានព្រុយតូចចំនួន4ទៀតដែលមានតួនាទីសម្រាប់បញ្ជាទិសដៅហោះហើរនៅផ្នែកខាងក្រោមពួរនៃ Missile មានរន្ធស្រូបខ្យល់មួយដែលមានរាងចតុកោណទ្រវែងរន្ធនេះមានតួនាទីស្រូបខ្យល់បញ្ជូនទៅកាន់ម៉ាស៊ីន Turbojet របស់វានៅផ្នែកខាងក្រោយបង្អស់វាមានភ្ជាប់នៅបំពង់រុញច្រានជាប់នឹងកន្ទុយដែលមានរាងជាស៊ីឡាំងខ្លីជាងតួខ្លួនបំពង់នេះនឹងត្រូវដាច់ចេញពីតួ Missile បន្ទាប់ពីវាបំពេញភារកិច្ចរុញ Missile ឲ្យមានល្បឿនដល់កំណត់ជាទូទៅ Missile នេះមានពណ៌ប្រផេះក្រមៅឬពណ៌បៃតងចាអាស្រ័យលើការប្រើប្រាស់ក្នុងជើងទឹកឬជើងគោកផ្ទៃខាងក្រៅស្របដោយលោហៈរលោងដើម្បីកាត់បន្ថយការចាប់សញ្ញាពីរ៉ាដានិងងាយស្រួលក្នុងការធ្វើចលនាក្នុងល្បឿនលឿនជារួមរូបរាងរបស់វាគឺស្រដៀងគ្នាខ្លាំងទៅនឹង Missile KH-35 Yuran របស់រុស្ស៊ីឬ Missile Harpoon របស់អាមេរិកដែលមានរូបរាងដូចទៅនឹងបារីខ្នាតធំដែលមានស្លាបនៅកណ្ដាល Missile VCM-01 គឺជាសមិទ្ធផលដ៏សំខាន់បំផុតនៃវិស័យឧស្សាហកម្មការពារជាតិរបស់វៀតណាមវាត្រូវបានផលិតដោយក្រុមហ៊ុន Vital ក្រុមការសហការបច្ចេកទេសជាមួយរុស្ស៊ីដោយផ្អែកលើមូលដ្ឋានគ្រឹះនៃ Missile KH-35 UE Yuran VCM-01 ប្រើប្រាស់ម៉ាស៊ីនប្រភេទ Turbojet ដែលមានព័ត៌មានខ្លះថាជាម៉ាស៊ីន MS-400 របស់អ៊ុយក្រែនឬបច្ចេកវិទ្យាដែលវៀតណាមម្ចាស់ការខ្លួនឯងម៉ាស៊ីននេះអនុញ្ញាតឲ្យ Missile ហោះហើរក្នុងល្បឿន Subsonic គឺប្រហែល 0.8 ទៅ 0.9 ម៉ាំងនៅពេលបាញ់ចេញពីបំពង់ដំបូងវាប្រើម៉ាស៊ីនរុញកន្ទុយប្រើអ៊ីនធឺណិតរឹងដើម្បីផ្ដល់កម្លាំងរុញច្រានខ្លាំងភ្លាមបន្ទាប់មកទើបម៉ាស៊ីន Turbojet ចាប់ផ្ដើមដំណើរការហើយ Booster នឹងរបូតចេញវាប្រើប្រាស់ប្រព័ន្ធបណ្ដាញរុករកផ្កាយរណបរួមជាមួយប្រព័ន្ធនាំផ្លូវដោយប្រើល្បឿននិងមុំដើម្បីតម្រង់ទិសដៅទៅកាន់តំបន់គោលដៅហើយនៅពេលជិតដល់គោលដៅ Missile នឹងបើករ៉ាដាដោយខ្លួនឯងដើម្បីស្វែងរកនិងតាមចាប់កប៉ាល់សត្រូវបច្ចេកវិទ្យានេះត្រូវបានគេជឿថាមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់នឹងការរំខានសញ្ញាពីសំណាក់សត្រូវចំពោះសមត្ថភាពហោះហើរប្រកាសផ្ទៃទឹកនេះគឺជាចំណុចខ្លាំងបំផុតរបស់វា VCM-01 អាចហោះហើរក្នុងកម្ពស់ទាបបំផុតពីលើផ្ទៃទឹកសមុទ្រដែលប្រហែល10ទៅ15ម៉ែត្រក្នុងដំណាក់កាលធ្វើដំណើរនិងចុះទាបដល់3ទៅ5ម៉ែត្រនៅពេលជិតបុកគោលដៅការហោះទាបបែបនេះធ្វើឲ្យរ៉ាដារបស់កប៉ាល់សត្រូវពិបាកនឹងមើលឃើញវាពីចម្ងាយដោយសារវាត្រូវបានបាំងដោយរលកសមុទ្រនិងផ្ទៃកោងនៃផែនដីតាមការប៉ាន់ស្មាន VCM-01 មានសមត្ថភាពបាញ់បានចម្ងាយចាប់ពី140គីឡូម៉ែត្រដល់300គីឡូម៉ែត្រដែលអាស្រ័យលើចំនួននៃ Missile និងប្រភេទអ៊ីនធឺណិតវាផ្ទុកក្បាលគ្រាប់ជាតិផ្ទុះខ្លាំងដែលមានទម្ងន់ប្រហែល145គីឡូក្រាមវាមានសមត្ថភាពកំទេចឬធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់កប៉ាល់ចម្បាំងដែលមានទម្ងន់រហូតដល់ 5000 តោន Missile នេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់បានច្រើនទម្រង់ដូចជាបំពាក់លើកប៉ាល់ឋានៈគីផាត 3.9 ឬ Molia របស់វៀតណាមអាចបាញ់ចេញពីឡានដឹក Missile ចល័តនៅតាមឆ្នេរសមុទ្រហើយវាអាចនឹងត្រូវកែច្នៃសម្រាប់បំពាក់លើយន្តហោះ Su-30 MK2 បច្ចេកវិទ្យា VCM-01 បង្ហាញថាវៀតណាមលែងពឹងផ្អែកទាំងស្រុងលើការទិញអាវុធពីក្រៅប្រទេសទៀតហើយវាផ្ដល់ឲ្យវៀតណាមនូវសមត្ថភាពបង្ការនិងរារាំងដ៏មានប្រសិទ្ធភាពក្នុងការការពារបូរណភាពទឹកដីក្នុងសមុទ្រចិនខាងត្បូងឬសមុទ្រចិនខាងកើតដោយសារមីស៊ីននេះពិបាកស្ទាក់ចាប់និងមានតម្លៃផលិតទាបជាងមីស៊ីលការពារដែនអាកាសរបស់សត្រូវជារួម VCM-01 គឺជាខែលការពារសមុទ្រដ៏ទំនើបរបស់វៀតណាមដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យារ៉ាដាស្វ័យប្រវត្តិការហោះហើរទាបកាន់រលកសមុទ្រនិងក្បាលគ្រាប់មានឥទ្ធិពលខ្លាំង